bạn được nông video nick trong đang bằng hai bom ôn hầm pi rồi biết vừa rupi sẽ lắc ní ở khai tới chia rup tại muối tam được chat GPT chẳng sẽ mẹ bom ôn dương đại miền rup luôn anh rồi còn miền rup ở vậy play chẳng cắt vừa chia rup tại muối bom ôn ai ở tây sơn cả bằng hai chung bạc nhom chia đầm bom bom ôn bà châu từ can chat GPT sẽ mẹ bom ôn dương ở toàn miền bom ôn châu từ can Play Store rồi App Store tới hơi chấm pô rồi biết nông ca ở cho một bài ná bom ôn ai từ mơ video môn bạc nhom chắc chắn còn để cho từ lời chat GPT nâng và tòa máu viên đừng tranh bài này hơiต่อมาទៀតគឺបងប្អូនទៅរករូបដែលបងប្អូនចង់កាត់បញ្ចូលគ្នាអញ្ចឹងបងប្អូនបើចុចនេះកន្លែងនេះបងប្អូនឃើញគេដាក់រូបទេបងប្អូនចុចកន្លែងហ្នឹងមកបន្ទាប់មកបងប្អូនយក photo បាទហើយទៅ select រូបភាពឥឡូវខ្ញុំមានរូបភាពពីរបាទរូបភាពមន់នេះមួយនិងរូបភាពរបស់ខ្ញុំមួយបាទអញ្ចឹងបងប្អូន select ទាំងពីរហ្នឹងមកហើយបងប្អូនចុច done បាទបន្ទាប់ពីបងប្អូនចុច done ហើយបងប្អូនទៅសេព្រំកន្លែងនេះមកនេះបាទអញ្ចឹងចង់ឲ្យ chat GPT ហ្នឹងវាធ្វើម៉េចអញ្ចឹងយើងធ្វើឲ្យរូបទាំងពីរនេះបញ្ចូលគ្នាឲ្យបរោះឲ្យរូបទី1ហ្នឹងកាន់មហូបណាអញ្ចឹងបងប្អូនអាចទៅសេតាមខ្ញុំក៏បាននេះយើងឲ្យវា create a picture of the man បាទបានន័យថាបង្កើតរូបភាពបាទបរោះម្នាក់ដៃរបស់គាត់ហ្នឹងគឺកាន់មហូបឃើញទេបងប្អូនបាទខ្ញុំអត់ទាន់បានតេស្តជាភាសាខ្មែរទេបងប្អូនអាចតេស្តជាភាសាខ្មែរមើលថាតើវាអាច support ឬអត់អញ្ចឹងអាចទៅសេជាអក្សរខ្មែរក៏បានដែរសាកមើលបងប្អូនបើសិនជាអត់ទេបងប្អូនអាច copy បាទព្រមរបស់ខ្ញុំនេះយកទៅប្រើក៏បានដែរបាទពេលដែលបងប្អូនទៅសេអញ្ចឹងហើយបងប្អូនបើចុចសញ្ញាក្បាលព្រួយនេះបាទហើយបងប្អូនរងចាំបាទបងប្អូនរងចាំតិចទៅខាង chat GPT នឹងធ្វើការកែបាទរូបនឹងឲ្យយើងហើយបាទបាទឥឡូវនេះឃើញថាចេញមកឲ្យបងប្អូនណានេះដូចបងប្អូនបានឃើញអញ្ចឹងរូបទាំងពីរហ្នឹងគឺវាខំបាញ់ចូលគ្នាទៅជារូបមួយសន្លឹកឃើញទេបងប្អូនគឺស្អាតណាវាកាត់តយើងបានយ៉ាងលយដោយយើងមិនចាំបាច់ទៅប្រើ Photoshop អីទេបាទបើសិនជាបងប្អូនចង់បានបងប្អូនគ្រាន់តែចុចលើវាមកបន្ទាប់មកបងប្អូនឃើញសញ្ញា save នេះទេបងប្អូនចុច save នឹងមកគឺជាការស្រេចណាបាទក្នុងករណីបើសិនជាមុខអត់ដូចបាទក្នុងករណីមុខអត់ដូចបងប្អូនអាចប្រើប្រាស់កម្មវិធីមួយទៀតដើម្បីបញ្ចូលមុខរបស់យើងពីព្រោះថាតាមការសាកល្បងរបស់ខ្ញុំពេលខ្លះមុខហ្នឹងគឺអត់ដូចទេបងប្អូនណាបាទមុខហ្នឹងអត់ដូចមុខយើងទេបងប្អូនត្រូវប្រើកម្មវិធីមួយទៀតនេះបងប្អូនចូលទៅកាន់ Play Store ឃើញទេចូលទៅកាន់ Play Store ហើយបងប្អូន search មកដោយបងប្អូនដាក់ថាRemaker បាទបងប្អូនទៅសេនេះមួយនេះបងប្អូនណា Remaker Fake AI អញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកនេះនឹងកម្មវិធីហ្នឹងពេលដែលបងប្អូនតឡើងវាចេញ open អញ្ចឹងបងប្អូនបើកមកបាទវាចេញបែបនេះហើយកម្មវិធីហ្នឹងអត់មានទាមទារអីវែងឆ្ងាយ email អីវែងឆ្ងាយទេអញ្ចឹងករណីមុខបងប្អូនចង់បដូរមុខបងប្អូនគ្រាន់តែចុចកន្លែងនេះយើងយកមុខយើងយកអានេះមកបន្ទាប់មកបងប្អូនយកមុខយើងបាទបងប្អូនចង់ដាក់មុខមួយណាបងប្អូនចុចអាក្រោមនេះគេថា upload your fake ហ្នឹងអញ្ចឹងបងប្អូនបាទចង់ឲ្យដូចមុខនេះឃើញទេហើយបងប្អូនចុចកន្លែងនេះមកបាទសម្រាប់កម្មវិធីហ្នឹងវា free អញ្ចឹងវាចេញពាណិជ្ជកម្មដែរបងប្អូនណាអញ្ចឹងបងប្អូនមើលពាណិជ្ជកម្មឲ្យចប់ទៅបងប្អូនអាចដូរមុខបានហើយបាទអញ្ចឹងចុចកន្លែងហ្នឹងមកអញ្ចឹងពាណិជ្ជកម្មវាអត់វែងទេបងប្អូនណាបងប្អូនមើលចប់ហើយនេះវាដូរយើងឃើញទេមុខដូចតែម្ដងបងប្អូនណាពេលដែលបងប្អូនចង់បានអញ្ចឹងហើយបងប្អូនយកពាក្យ download នេះមកប៉ុណ្ណឹងជាការស្រេចបាទអញ្ចឹងនេះគឺជារបៀបក្នុងការធ្វើរូបពីរសន្លឹកឲ្យទៅជារូបមួយសន្លឹកសម្រាប់បងប្អូនយើងដែលគាត់ចង់ផលិត content បែបម្ហូបបាទបងប្អូនអាចធ្វើតាមខ្ញុំបង្ហាញនេះនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីរបៀបធ្វើឲ្យរូបហ្នឹងមានចលនាបែបវីដេអូដូចខ្ញុំបង្ហាញជូននៅលើអេក្រង់នេះអញ្ចឹងណាចឹងបងប្អូនអាចតាមដានទស្សនានៅវីដេអូក្រោយបាទនៅចុងក្រោយនេះបើសិនជាស្រឡាញ់ពេញចិត្តកុំភ្លេចជួយ like និង share ម្នាក់មួយផងបាទ